គ្នាយើងដែលប្រើ iPhone ហើយទូរស័ព្ទចូលទឹកអត់ដឹងធ្វើម៉េចចឹងនៅក្នុង iPhone មានកម្មវិធីមួយឈ្មោះថា shortcut អ្នកគ្នានៅក្នុង shortcut ហ្នឹងអ្នកគ្នាអាច search តើការនេះទូរស័ព្ទរបស់យើងចូលទឹកយើងអាច search ប្រភេទដូចជា water eject water eject ហ្នឹងវាផ្លុំទឹកចេញពីទូរស័ព្ទរបស់យើងតាម speaker ខាងលើខាងក្រោមអញ្ចឹងកាលណាបើអ្នកគ្នាចូលក្នុង shortcut ទៅអត់ឃើញកម្មវិធីហ្នឹងទេអ្នកគ្នាចុច search មកនេះចុច search ថា water eject មកហើយចុចលើហ្នឹងវានឹងចេញ setting បែបនេះនៅពេលវាសូ setting បែបហ្នឹងអ្នកគ្នាចុចទៅលើ start ហើយវាមាន3កម្រិតអ្នកគ្នាយកកម្រិតទី3មកឲ្យវាផ្លុំឲ្យអស់តែម្ដងចុចទៅវានឹងបញ្ចេញសលេងហើយអូខេនេះវានឹង start សលេងផ្លុំទឹកចេញមកហើយពេលដែលវាផ្លុំអស់ទូរស័ព្ទយើងនឹងវានឹងមានសំណើមតែនេះវាជះទឹកចេញណាអូខេតែខ្ញុំ stop វីដេអូនោះមានតែប៉ុណ្្នឹងទេអ្នកនេះកុំភ្លេចចុច like ចុច follow ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំអូខេជួបគ្នាវីដេអូក្រោយបាយ